នេះជាលើកទី1ដែលខ្ញុំធ្វើនំកូរបងប្អូនហើយនំកូរនេះគឺខ្ញុំរៀនតាមពួកចិនគេធ្វើទេខ្ញុំឃើញគេធ្វើដូចតំណងហើយណាមួយគេធ្វើដូចថាងាយអត់ចាំបាច់យកទៅកូរយកអីចឹងណាពិធីធ្វើគេគឺងាយស្រួលហើយរសជាតិក៏ឆ្ងាញ់ដែរបងប្អូននំនេះវាទុនស្វិតចឹងណាគឺរសជាតិគេឆ្ងាញ់ហើយវិធីធ្វើដូចខ្ញុំប្រាប់ចឹងគឺងាយស្រួលអត់ចាំបាច់ទៅកូរដូចនំកូរខ្មែរយើងទេតាស់តែមើលវិធីធ្វើរបស់ខ្ញុំទាំងអស់គ្នានេះជាម្សៅដំណើបម្សៅដំណើបបងប្អូនប្រើម៉ាក់អីក៏បានដែរឲ្យតែជាម្សៅដំណើបខ្ញុំប្រើ200ក្រាមហើយបើបងប្អូនចង់ទិញម៉ាក់ដូចខ្ញុំបងប្អូនអ្នកនៅអូស្ត្រាលីអាចរកទិញបាននៅហាង Supermarket Woolies បងប្អូនអាចទៅទិញនៅ Woolies បានម្សៅដំណើបនេះខ្ញុំវាស់ជាចានគឺមួយចានចង្កឹះពេញស្មើនឹង200ក្រាមបើខ្មែរយើងគេហៅថា2ខាំអញ្ចឹងណាទម្ងន់2ខាំ200ក្រាមស្មើនឹង2ខាំបងប្អូនហើយខ្ទិះដូងខ្ញុំដាក់250មីលីលីត្របងប្អូនចង់ប្រើខ្ទិះដូងហើយខ្ទិះដើមក៏បានខ្ទិះចុងក៏បានគាត់ថាខ្ទិះដើមវាឈ្ងុយអញ្ចឹងណាហើយខ្ញុំអត់ប្រើទឹកទេបងប្អូនហើយខ្ញុំប្រើម្សៅម៉ាឆាលាយបងប្អូនមិនចូលចិត្តបងប្អូនបាច់ដាក់ទេនេះគ្រាន់តែជា topping យកពណ៌ហើយនឹងយកក្លិនទេបងប្អូនរសជាតិបើបងប្អូនចូលចិត្តរសជាតិដែរបងប្អូនមិនបាច់ដាក់ទេណាចំពោះម្សៅម៉ាឆាដូចថាគ្រាន់តែ topping ទេបងប្អូនចូលចិត្តបងប្អូនក៏ដាក់តាមខ្ញុំទៅមិនចូលចិត្តបងប្អូនដកចេញទៅហើយខ្ញុំដាក់ស្ករសទម្ងន់80ក្រាមបងប្អូនចូលចិត្តរៀងផ្អែមយ៉ាងហ្នឹងបងប្អូនអាចដាក់ដល់1ខាំទៅណាតែខ្ញុំអត់ដាក់ដល់1ខាំទេឬក៏មិនចូលចិត្តផ្អែមបងប្អូនអាចបន្ថយតាមហ្នឹងទៅចូលចិត្តផ្អែមក៏ថែមមិនចូលចិត្តផ្អែមបន្ថយទៅដាក់តាមការចូលចិត្តបងប្អូនហើយយើងកូរស្ករហើយនឹងម្សៅទាំងអស់ហ្នឹងឲ្យបានលាយសព្វល្អសិនទៅបានយើងដាក់គ្រឿង topping បន្ថែមទៀតបងប្អូនខ្ញុំលាយសណ្តែកក្រហមបើបងប្អូនមិនចូលចិត្តសណ្តែកក្រហមបងប្អូនអាចជំនួសជាសណ្តែកខៀវក៏បានចូលចិត្តសណ្តែកក្រហមដាក់សណ្តែកក្រហមបងប្អូនមានសណ្តែកខៀវដាក់សណ្តែកខៀវដាក់តាមការចូលចិត្តណានំកូរដល់មានសណ្តែកបានឆ្ងាញ់បងប្អូនពេលយើងហូបទៅវាមានសណ្តែកអញ្ចឹងយើងប៉ះសណ្តែកតិចទៅវាឆ្ងាញ់ហើយខ្ញុំកូររៀងនេះយូរបន្តិចបងប្អូនមកម្សៅយើងរៀងស្វិតល្អណាកូរវិញដំបូងបងប្អូនឃើញថាវាគោកតែអត់គោកទេបងប្អូនល្មមដាក់ទឹកប៉ុណ្ណឹងណាមកល្មមអត់ទន់ពេកអត់រឹងពេកបើសិនជាយើងដាក់ទឹកច្រើនជាងហ្នឹងម្សៅយើងវាអាចជ្រាយពេកពេលនំយើងនេះណានំយើងឆ្អិនវានឹងទន់ពេកព្រោះអីយើងប្រើម្សៅដំណើបអានេះមកពីវាអត់ទាន់លាយស្ករវាលាយអស់ទៅវានឹងទន់ណាបងប្អូនខ្ញុំអត់ថែមទឹកទៀតទេណាបងប្អូនខ្ញុំកូរដល់ម្សៅនឹងវាលាយស្ករអស់ល្អទៅវានឹងទន់ណាបងប្អូនឃើញទេវាចាប់ដើមទន់ម្ដងបន្តិចតែស្ករវាលាយទៅអាហ្នឹងវាទន់ដែរបងប្អូនហើយបើបងប្អូនទៅថាចូលចិត្តរៀងរឹងជាងនឹងបន្តិចបងប្អូនបន្ថយខ្ទិះដូងទៅដូចថាបន្ថយប្រហែលជាដាក់ស្មើគ្នាក៏បានហើយបដាក់ប្រហែលខ្ញុំមិនទន់មិនរឹងអញ្ចឹងណាមកល្មមហើយបើបងប្អូនចូលចិត្តសាច់រៀងរឹងយ៉ាងហ្នឹងបងប្អូនអាចបន្ថយតាមហ្នឹងទៅហើយមិញខ្ញុំដាក់សណ្តែកក្រហមហ្នឹង2ស្លាបព្រាបាយសណ្តែកក្រហមនេះគឺខ្ញុំកូរឲ្យខ្ញុំក៏មានដាក់ស្ករដែរណាបងប្អូនវាមានរសជាតិផ្អែមតិចដូច្នេះបងប្អូនមើលលេខលោកតាមហ្នឹងទៅបើបងប្អូនធ្វើណាដាក់តាមការចូលចិត្តចំពោះស្ករចំពោះអីហើយមិញខ្ញុំក៏ដាក់ប្រេងឆាបើបងប្អូនមានហៅថាប្រេងដូងកាន់តែឈ្ងុយល្អបងប្អូនដាក់ប្រេងដូងទៅខ្ញុំអស់ណាអស់ហើយនៅខាងលើភ្លេចទៅបងប្អូនឥឡូវខ្ញុំរៀបចំហុយបងប្អូនម្សៅយើងលាយបានតប់ល្អហើយយើងប្រើប្រដាប់ចំហុយបងប្អូនត្រូវតែលាបប្រេងនៅខាងក្រោមតិចណាកុំឲ្យវាជាប់តែចឹងវានឹងឆ្អិតជាប់ចឹងណាហើយចំពោះការចំហុយអត់យូរទេបងប្អូនតែ40នាទីវាឆ្អិនដែរបងប្អូនតែមើលទំហំនំយើងដែរបើសិនជាយើងចាក់រៀងក្រាស់យើងមើលតាមហ្នឹងណាហើយការចំហុយក៏អត់អីបាក់ដែរបងប្អូនដល់ពេលនំយើងឆ្អិននំហ្នឹងវាឡើងប៉ោងណាចំពោះម្សៅដំណើបចឹងឯងតែយើងចំហុយនំវារៀងប៉ោងឲ្យប៉ោងឡើងលើអាហ្នឹងបានន័យថានំយើងវាឆ្អិនដែរបងប្អូនឥឡូវខ្ញុំរៀបនំហ្នឹងបានស្មើល្អហើយខ្ញុំដាក់ចំហុយហើយបើបងប្អូនអត់មានម៉ាស៊ីនចំហុយដូចខ្ញុំបងប្អូនត្រូវតែដូចថាខូបវានៅយកអាច្បោងយកពីនំប៉័ងយើងហ្នឹងណាខូបមាត់ចានហ្នឹងទៅវិចវាចិត្តទៅកុំឲ្យវាចូលទឹកអញ្ចឹងណា
នេះខ្ញុំចំហុយប្រហែលជា40minuttដែរបងប្អូនចំពោះការចំហុយរបស់ខ្ញុំណានេះពេលវាឆ្អិនវាឡើងប៉ោងបែបនេះឯងបងប្អូនហើយខ្ញុំទុកឲ្យវាត្រជាក់សិនទៅបានខ្ញុំយកចេញឥឡូវយកចេញហើយយកមកកាត់ទៅណាអរឲ្យបងប្អូនមើលទៅនេះខ្ញុំកាត់បានប៉ុណ្នេះនិយាយមិនទៅកាត់បានជារៀងទេមានអ្នកសុំភ្លុះឥឡូវថតឡើងនេះបងប្អូនមើលទៅនេះស្រួលណាបងប្អូនខ្ញុំមិនប្រើបាត់កាត់ទេមានតែនេះវែកដូចខ្ញុំគាត់ចកត់ទេវាដាច់ឯងបងប្អូនគឺងាយស្រួលមែនតើហើយនំនេះទុនស្វិតឆ្ងាញ់ណាធ្វើឲ្យចាស់ហូបទៅបងប្អូនគឺឆ្ងាញ់ទុនល្មួតឆ្ងាញ់មែនតើតែមិនមែនស្វិតខ្លាំងពេកទេមកស្វិតមកឆ្ងាញ់ណាអរគុណបងប្អូនទាំងអស់គ្នាវីដេអូមានប៉ុណ្ណឹងទេវីដេអូនេះអត់វែងទេបងប្អូនគឺខ្លីអរគុណច្រើនបងប្អូនទាំងអស់គ្នាជូនពរបងប្អូនទាំងអស់គ្នាហេងរកស៊ីមានបាននៅសល់តែប៉ុណ្្នេះទេអស់ហើយបងប្អូនអរគុណច្រើន